Hello សួស្តីទាំងអស់គ្នាចាបងប្អូនបែរជាស្គាល់ហើយអានេះពវៀនជ្រូកក៏ទាំងអស់គ្នាមានកាពះមានពវៀនអានេះកាពះអានេះពវៀនចាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកប្រាប់ពីវិធីដែលបងប្អូនធ្វើផាក់លើដើម្បីកុំឲ្យអាពោះនឹងវាមានក្លិនណាមានក្លិនអត់ល្អអញ្ចឹងណាចាញ៉ាំទៅធុំក្លិនពោះជ្រូកអញ្ចឹងណាចាអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីកាត់បន្ថយក្លិននឹងបាននៅក្នុងការធ្វើនៅផាក់លើកុំឲ្យធុំអាក្លិនជ្រូកនឹងតែយើងញ៉ាំទៅអត់ឆ្ងាញ់ទេចាអញ្ចឹងយើងមើលពីការធ្វើកុំឲ្យពោះនឹងធុំក្លិនចាអញ្ចឹងយើងមើលទាំងអស់គ្នាថាធ្វើម៉េចណាចាដំបូងឡើយគឺខ្ញុំដាំខ្ទះហ្នឹងណាចាខ្ញុំដាំខ្ទះហ្នឹងឲ្យក្តៅខ្លាំងចានៅពេលដែលខ្ញុំដាំខ្ទះហ្នឹងឲ្យក្តៅខ្លាំងទៅខ្ញុំចាប់ផ្ដើមដាក់នៅពោះនឹងចូលចាទាំងអស់គ្នាខ្ញុំដាក់ពោះនឹងចូលចឹងនៅពេលដែលយើងដាំខ្ទះឲ្យក្តៅហើយដាក់ពោះនឹងចូលទៅវាចាញ់អាលំអើវាចាញ់អាលំអើទៅហើយវាជួយយើងបានច្រើនពីក្លិននៃពោះហ្នឹងធម្មតាយើងដឹងថាពោះជ្រូកវាមានធុំក្លិនជ្រូកអញ្ចឹងណាធុំក្លិនជ្រូកខ្លាំងណាតែយើងអត់ចេះធ្វើផាក់លើយើងញ៉ាំក៏អត់ឆ្ងាញ់ដែរទាំងអស់គ្នាចាតែពេលដែលយើងដាក់ចឹងហើយយើងក៏ទុកមាស់វាឲ្យរៀងឆ្អិនសាច់ហ្នឹងតិចណាចាយើងឆ្អិនពោះហ្នឹងតិចទៅចាហើយខ្ញុំក៏បន្ថែមជាមួយនឹងស្លឹកក្រូចអីតិចតួចដែរដើម្បីកាត់ឆ្អាបចាកាត់ក្លិនស្អុយនៃពោះជ្រូកហ្នឹងណាបងប្អូនចាអរគុណច្រើនបើសិនជាចង់ធ្វើផាក់លើចាអាចប្រើវិធីហ្នឹងបានដើម្បីកាត់បន្ថយអាក្លិនមិនល្អនៅលើពោះជ្រូកហ្នឹងណាចាអរគុណ